ឧត្តមសេនីយ៍ឯកជួនណារិនបង្ហាញជូនមហាជនករណីរំលោភក្មេងស្រីអាយុ15ឆ្នាំបូក8នាក់នោះមិនមែនជារឿងពិតនោះទេខ្ញុំបាទសូមគោរពជូនព័ត៌មានដល់មហាជនមេត្តាជ្រាបថាករណីឃាតកម្មក្នុងខណ្ឌព្រែកភ្នៅនៅថ្ងៃទី21ខែឧសភាឆ្នាំ2025លើក្មេងស្រីដែលខាងសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជនសង្ស័យភ្លាមចំនួន3នាក់តែមានប្អូនប្រុសម្នាក់ដែលផ្សព្វផ្សាយថាជាករណីរំលោភបូកដែលបានលទ្ធផលថាមានចំនួន8នាក់នោះជារឿងមិនពិតនោះទេដែលផ្សាយធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍និងកិត្តិយសដល់ក្រុមគ្រួសារនៃសពជាខ្លាំងជាពិសេសមហាជនមានការយល់ច្រឡំសូមបញ្ជាក់ថាខ្ញុំបានដឹកនាំបញ្ជាផ្ទាល់លើករណីនេះហើយក្នុងការពិនិត្យធ្វើកោសលវិច័យលើសាកសពមានព្រះរាជអាជ្ញាលោកគ្រូពេទ្យតុលាការមន្ត្រីនគរបាលជំនាញនិងអង្គការ CPU ប្រកបដោយជំនាញវិជ្ជាជីវៈនិងក្រមសីលធម៌ផងដែរដូច្នេះសូមប្អូនអ្នកផ្សាយព័ត៌មានមិនពិតខាងលើនេះសូមរក្សាក្រមសីលធម៌វិជ្ជាជីវៈផងសូមបកស្រាយឡើងវិញជាបន្ទាន់ខ្ញុំបាទក៏សូមសំណូមពរដល់ក្មួយស្រីឬអាណាព្យាបាលទាំងឡាយសូមកុំឆាប់ជឿការអូសទាញរបស់ជនខិលខូចមួយចំនួនតូចដែលមិនគួរទុកចិត្តឬហៅចេញទៅកន្លែងស្ងាត់វាអាចមានហានិភ័យដល់ក្មួយដូចរឿងខាងលើខ្ញុំសូមអរគុណច្រើនដែលមហាជនមានជំនឿទុកចិត្តលើសមត្ថកិច្ចយើងខ្ញុំបាទ